រឿងដើមកំណើតសត្វកូនលោកមានបក្សីម្យ៉ាងហៅថាសត្វកូនលោករូបរាងស្រដៀងនឹងសត្វក្រលីងក្រឡងតែមានមាឌធំជាងក្រលីងក្រឡងបន្តិចសម្បុរវាក្រហមរទុះច្រើនអាស្រ័យនៅក្នុងព្រៃភ្នំឬព្រៃស្រោងស្រឹងសត្វនេះចាស់ខ្មែរយើងបាននិយាយតមកថាមានដើមកំណើតមកពីមនុស្សដូចមានរឿងដំណាលតទៅនេះកាលពីព្រេងនាយមានកសិករពីរនាក់ប្តីប្រពន្ធជាមនុស្សក្រលំបាកមានកូនស្រីតូច3នាក់កូនទី1ចេះដងទឹកដាំបាយកូនទី2ចេះនាំប្អូនដើរលេងកូនទី3ចេះរត់លេងក្រោយពីពេលដែលប្តីស្លាប់ចោលទៅនាងប្រពន្ធនៅមេម៉ាយជាមួយនឹងកូនស្រី3នាក់តែងទៅកាប់អុសបេះបនឡែទូលទៅលក់នៅឯផ្សាររាល់ថ្ងៃមួយនាងបានទៅជួបនឹងអ្នកលេងស៊ីផឹកម្នាក់ដែលតែងតែដើរលួចឆក់អ្នកដំណើរឆ្ងាយចិត្តបានលុយកាក់យកមកផឹកស៊ីផឹកហឺហាអ្នកលេងនោះកាបាក្រឡេកឃើញនាងមេម៉ាយក៏សម្ដែងអាកប្បកិរិយាជាអ្នកគួរសមសួរនាងថាចុះនាងនៅភូមិណាឆ្ងាយឬជិតហេតុអ្វីក៏មិនឲ្យប្តីជួយរែកប្រឹងទុកទូលម្នាក់ឯងច្រើនម្លេះនាងក៏ប្រាប់ដោយត្រង់ថាខ្ញុំជាស្ត្រីមេម៉ាយប្តីស្លាប់ចោលទៅសពថ្ងៃក្រលំបាកណាស់ប្រឹងកាប់អុសបេះបនឡែលក់គ្រាន់បានប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី3នាក់បរិភោគឬដូច្នោះអ្នកលេងនឹកអព្រួយក្នុងចិត្តគិតថានាងនេះមេម៉ាយមែនប៉ុន្តែមានរូបស្អាតគ្រាន់បើគួរអញតាមទៅសួរដល់ផ្ទះយកជាប្រពន្ធឲ្យបានហើយក៏និយាយថានាងខ្ញុំមានចិត្តអាណិតនាងណាស់ខ្ញុំសូមជូន10កហបណៈសម្រាប់ទិញអីវ៉ាន់ផ្ញើកូននាងមេម៉ាយក៏ទទួលយកភ្លាមដោយសេចក្តីត្រេកអរលុះលក់អស់នឹងបន្លែអស់ហើយ